នាយករដ្ឋមន្ត្រីថៃបានលើកឡើងអំពីករណីដែលសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសប្រធានការ6ចំណុចដើម្បីឆ្លើយតបទៅកាន់ប្រទេសថៃលោកស្រីជឿថានេះទំនងបណ្ដាលមកពីការយល់ច្រឡំរបស់កម្ពុជាដែលទទួលបានព័ត៌មានថាថៃនឹងកាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិតនៅតាមតំបន់ព្រំដែនលោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថារឿងនេះមិនមែនជាការប្រទេសលោកស្រីនាយករដ្ឋមន្ត្រីបានបញ្យល់ថាការត្រៀមលក្ខណៈក្នុងការកាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិតគ្រាន់តែជាវិធានការត្រៀមបំរុងទុកដែលនឹងត្រូវឆ្លងកាត់ការយល់ព្រមពីក្រមប្រឹក្សាសន្តិសុខជាតិហើយរដ្ឋាភិបាលមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេដូច្នេះការដែលកម្ពុជាទទួលបានព័ត៌មានមិនត្រឹមត្រូវអាចជាមូលហេតុជំរុញឲ្យសម្ដេចចេញវិធានការឆ្លើយតបបែបនេះដែលរួមមានការប្រកាសផ្អាកការនាំចូលទំនិញពីថៃនិងការត្រៀមទិញកសិផលកម្ពុជាពីប្រភពផ្សេងៗហើយនឹងការបញ្ជូនអ្នកជំងឺដែលធ្លាប់ព្យាបាលនៅប្រទេសហើយនឹងបញ្ជូនអ្នកជំងឺដែលធ្លាប់ព្យាបាលនៅប្រទេសថៃឲ្យទៅកាន់មន្ទីរពេទ្យក្នុងប្រទេសផ្សេងឬប្រទេសទី3ព្រមទាំងបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធនិងត្រៀមជម្លៀសប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនលោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចទៅក្រសួងការបរទេសសម្របសម្រួលដើម្បីបញ្ជូននិងធ្វើការជាមួយភាគីកម្ពុជាការប្រជុំ JBC គណៈកម្មការព្រំដែនចម្រុះនៅថ្ងៃទី14ខែមិថុនានេះត្រូវបានរំពឹងថានឹងពិភាក្សាលើបញ្ហានេះលម្អិតបន្ថែមទៀតមានរបាយការណ៍ថាក្រុមហ៊ុនអ៊ីនធឺណិតរបស់កម្ពុជាបានដំណើរការកែសម្រួលបណ្ដាញក្រៅប្រទេសហើយមន្ត្រីកម្ពុជាមួយចំនួនបានធ្វើការកាត់ខ្សែអ៊ីនធឺណិតដែលមកពីខាងថៃរួចទៅហើយលើពីនេះភាគីកម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ប្រព័ន្ធអគ្គិសនីបំរុងទុកក្នុងករណីដែលថៃកាត់ផ្តាច់ចរន្តអគ្គិសនីបាទអញ្ចឹងខាងយុរដ្ឋមន្ត្រីថៃថាកម្ពុជាហ្នឹងមានការយល់ច្រឡំបាទទៅលើព័ត៌មានបាទដែលចេញពីខាងប្រទេសថៃឥឡូវយើងមកយន្តនាការ6ចំណុចដែលសម្ដេចតេជោហ៊ុនសែនលោកបានចេញដើម្បីឆ្លើយតបទៅនឹងភាគីខាងថៃបាទបើថៃមិនព្រមបើកព្រំដែនសម្ដេចតេជោហ៊ុនសែនណែនាំគោលការណ៍បន្ថែម6ចំណុចសម្រាប់រដ្ឋាភិបាលក្នុងនាមប្រធានគណៈបកកណ្ដាលអំណាចសម្ដេចតេជោហ៊ុនសែននាព្រឹកថ្ងៃទី13ខែមិថុនានេះបានណែនាំបន្ថែមនៅគោលការណ៍6ចំណុចទៅកាន់រដ្ឋាភិបាលក្នុងករណីភាគីថៃមិនព្រមបើកព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីតបទៅនឹងការគម្រាមនិងសកម្មភាពដែលធ្វើកន្លងមករបស់ថៃកម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អគ្គិសនីសេវាផ្គត់ផ្គង់អ៊ីនធឺណិតនិងការបញ្ចប់ការបញ្ចាំងរឿងភាគថៃនៅតាមទូរទស្សន៍រោងកុននិងទីសាធារណៈជាដើមហើយទាំងនេះគឺជាយុទ្ធការទាំង6ចំណុចទី1ឈប់ទិញទំនិញថៃមកប្រើប្រាស់2ត្រៀមទិញកសិផលប្រជាជនដែលធ្លាប់លក់ទៅឲ្យថៃ3បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅថៃមករកមន្ទីរពេទ្យក្នុងស្រុក4ត្រៀមទទួលយកនិងដំណោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីថៃ5កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមខ្លួន24ម៉ោងលើ24ម៉ោង6ខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកតំបន់មានសុវត្ថិភាពរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី6ខែមិថុនាឆ្នាំ2025បានសម្រេចបង្កើតគណៈកម្មការមួយសម្រាប់រៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងចំនួន4ជុំវិញជម្លោះព្រំដែនជាមួយថៃគណៈកម្មការនេះមានសមាជិកចំនួន15រូបដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនិងមានក្រុមការងារចំណុះចំនួន2គឺក្រុមការងារកាន់កិច្ចការផ្នែកច្បាប់និងក្រុមការងារកាន់កិច្ចការផ្នែកការទូតយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលទើបបញ្ចេញជាសាធារណៈកាលពីយប់ថ្ងៃទី10ខែមិថុនាគណៈកម្មការដែលទើបបង្កើតឡើងនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកប្រាក់សុខុននិងមានអនុប្រធានចំនួន5រូបរួមមានរដ្ឋមន្ត្រីក្រសួងអប់រំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋមន្ត្រីក្រសួងវប្បធម៌រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែននិងរដ្ឋលេខាធិការក្រសួងការបរទេសមួយរូបគណៈកម្មការក៏មានសមាជិកមកពីក្រសួងសេដ្ឋកិច្ចក្រសួងមហាផ្ទៃអគ្គមេបញ្ជាការនិងអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទរួមនឹងឯកអគ្គរដ្ឋទូតខ្មែរប្រចាំអង្គការសហប្រជាជាតិជាសមាជិកដែរ
រដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចឲ្យគណៈកម្មការនេះពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញករណីតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីតាមសំណើក្រុមការងារកិច្ចការច្បាប់បន្ថែមពីនេះគណៈកម្មការខាងលើក៏ត្រូវពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិសម្រាប់បញ្ជូនទៅតុលាការ ICJ ហើយត្រូវធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិដើម្បីដំណើរការនីតិវិធីច្បាប់ក្នុងការប្តឹងគណៈកម្មការនេះក៏នឹងត្រូវធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិតាំងពីដើមរហូតដល់ចប់នីតិវិធីផងដែរគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងថៃទៅ ICJ នេះក៏មានក្រុមការងារចំណុះចំនួន2ផ្សេងទៀតដែរដោយក្រុមការងារទី1ទទួលបន្ទុកកិច្ចការផ្នែកច្បាប់និងក្រុមការងារទី2ទទួលបន្ទុកកិច្ចការផ្នែកការទូតក្រុមការងារផ្នែកច្បាប់គឺដឹកនាំដោយលោកការិតរដ្ឋមន្ត្រីក្រសួងយុតិធធម៌គណៈក្រុមការងារផ្នែកការទូតគឺដឹកនាំដោយលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសលោកបណ្ឌិតយ៉ងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាចាត់ទុកការបង្កើតគណៈកម្មការដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់រដ្ឋាភិបាលកម្ពុជាជាការឆ្លុះបញ្ចាំងពីជំហរឥតងាករ៉េរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយគោរពលើច្បាប់អន្តរជាតិនិងចង់រក្សាសន្តិភាពរវាងប្រទេសក្បែរខាងមួយវិញទៀតលោកបណ្ឌិតយ៉ងពៅយល់ថាការប្តឹងរបស់កម្ពុជាគឺដើម្បីរក្សាទំនាក់ទំនងយូរអង្វែងរវាងគ្នាតែលោកចង់ឃើញភាគីថៃមានឆន្ទៈនិងហ៊ានរួមដំណើរជាមួយកម្ពុជាទៅដោះស្រាយគ្នានៅតុលាការយុត្តិធម៌អន្តរជាតិប្រសិនបើថៃស្អាតស្អំមិនគូសវាសផែនទីដោយឯកតោភាគីរំលោភលើដែនដីកម្ពុជានោះសូមជម្រាបថាកាលពីថ្ងៃទី6ខែមិថុនាឆ្នាំ2025ប្រមុខការទូតកម្ពុជាលោកប្រាក់សុខុនបានផ្ញើលិខិតមួយច្បាប់ជូនប្រមុខការទូតថៃដើម្បីជំរុញឲ្យភាគីថៃយល់ព្រមដឹកដៃគ្នាជាមួយកម្ពុជាឡើងទៅដោះស្រាយវិវាទនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្នុងលិខិតនោះប្រមុខការទូតកម្ពុជាបញ្ជាក់ទៅកាន់ភាគីថៃថានេះជាឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីបង្ហាញពីការបដិញ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់តែទោះជាយ៉ាងណាភាគីថៃមិនទាន់ឆ្លើយតបចំពោះការជំរុញរបស់កម្ពុជានៅឡើយទេគណៈរដ្ឋាភិបាលលោកស្រីផែថងថានស៊ីណាវ៉ាត់បានអះអាងរួចហើយថាថៃមិនទទួលស្គាល់យុត្ថាធិការរបស់តុលាការ ICJ ឡើយ